មានសត្វខ្លាមួយដែលស្វែងរកស៊ីតាមទម្លាប់វាលុះដើរទៅប្រទះនឹងសត្វកញ្កក់មួយកំពុងលោតផ្លត់ក៏ស្រែកសួរទៅថាយើបងម៉ាំងកាយេឯងដើររកស៊ីអ្វីនឹងកញ្កក់តបថាចောបងខ្លាឯងដើរមករកអ្វីដែរខ្លាថាយើងដើររកស៊ីកញ្កក់តបថាយើងក៏ដើររកស៊ីដោយបងឯងដែរខ្លាថាចុះដើររកស៊ីអ្វីនឹងបានបើបងឯងលុតមកបងបានមួយស៊ុងដូច្នេះតើចាប់សត្វអ្វីនឹងបានកញ្កក់ក៏អួតអាត្មាប្រាថ្នាខ្លាកោតខ្លាយថាយើថ្មីបើឃើញយើងលូតតិចដូច្នេះបើចង់លូតយ៉ាងណាក៏បានចង់ចាប់សត្វតូចក្តីធំប៉ុន្មានក្តីក៏បានទាំងអស់មិនចាញ់បងឯងទេខ្លាថាបើបងឯងពូកែដួតសម្ដីថានេះយើងលូតប្រឡងគ្នាពីត្រើយព្រែកមកខាងទៅត្រើយមកខាងមើលបើបងឯងលូតឆ្លងដុលយើងជឿថាពូកែមែនកញ្កក់ជាសត្វមឿងប្រាជ្ញាគិតឃើញថាសត្វខ្លានេះតែកាលណាវារៀបនឹងលោតរមែងចោលកន្ទុយទៅខាងក្រោយបើដូច្នេះអញចាំខំកន្ទុយវាកាលមុនវានឹងលោតទៅនោះទើបកញ្កក់តបទៅថាខ្លាចអ្វីបងខ្លាឯងបើចង់លោតពីត្រឹមណាទៅត្រឹមណាក៏បានដែរហើយយើងហ៊ានឲ្យបងឯងទៅឈោតពីមុខយើងទៀតផងតែកាលណាយើងស្រែកថាហោត្រូវបងឯងលោតទៅចុះខ្លាជាសត្វឆោតមិនអាចគិតដឹងគំនិតកញ្កក់វានឹងខំកន្ទុយខ្លួននោះសោះឯខ្លួនទៀតក៏មិនបានគិតឃើញពីរបៀបខ្លួនដែលរៀបនឹងលោតទៅនោះធ្វើកិរិយាយ៉ាងណាដែរក៏ព្រមសន្យាទៅឈរនៅពីមុខកញ្កក់ឯកញ្កក់ការខ្លាមកឈរពីមុខឃើញពេលល្អហើយក៏ប្រាប់ថាបងឯងប្រុងស្ដាប់រីឯខ្លារវល់តែប្រុងត្រចៀកស្ដាប់ចោលឯកន្ទុយនោះទៅត្រង់ពីមុខកញ្កក់ស្រែកថាហោហើយខំកន្ទុយជាប់ខ្លាលូតផ្លោតទៅភ្លាមដល់ត្រើយមកខាងមួយរំពេចអំណាចកន្ទុយខ្លាវាក់ទៅមុខនោះដោយទាំងកញ្កក់ទៅផងដូចជាដុំដីដែលគេចោលនឹងឈើដង្ហុកធ្លាក់ហួសទៅមុខខ្លាស្ទើរតែនឹងស្លាប់ខ្លាក៏មិនអាចដឹងបានប្រែប្រានទៅខាងក្រោយវិញស្រែកហៅថាបងម៉ាំងកាយេអើយមកកញ្កក់ឆ្លើយគូកនៅឯនេះហើយខ្លាឮកញ្កក់ឆ្លើយពីមុខដូច្នោះក៏ថាបងម៉ាំងកាយេពូកែមែនហើយប៉ុន្តែខាងការចាប់សត្វនោះយើងមិនទាន់ឃើញរឹតបងឯងនៅឡើយទេបើដូច្នេះយើងនឹងចាប់សត្វលបងគ្នាទៀតកញ្កក់ព្រមក៏តបវិញថាបងទៅចាប់សត្វចុះបានសត្វប៉ុន្មានមកជួបគ្នានៅកន្លែងនេះយើងនឹងរើសសាច់នោះលបងគ្នាមើលតើអ្នកណាច្រើនជាងខ្លាព្រមក៏ចេញទៅរកចាប់សត្វផ្សេងបានច្រើនឯកញ្កក់ក្រោយខ្លាចេញទៅនោះខំសង្វាតទៅមិនដឹងនឹងទៅចាប់សត្វណាបានទេព្រោះធ្លាប់តែចាប់ចន្លេននិងស្រមោយសង្អាលោតបន្តិចទៅឃើញមានធ្ជួងមួយដុំពុនគ្រាប់សណ្ដែកក៏លេបធ្ជួងនោះចូលទៅលោតបន្តិចទៅទៀតឃើញឆ្អឹងត្រីស្លាតមួយតូចនៅកណ្ដាលផ្លូវលេបថែមទៅទៀតលោតបន្តិចទៅទៀតឃើញគ្រាប់អង្ក្រេមអង្ក្រមមួយក៏លេបទៅទៀតបានជា3មុខល្មមតែពេញនោះរួចក៏ត្រឡប់វិលមកចាំខ្លាខាងទីដើមដដែលវិញឯខ្លាកាលបើស្វែងរកសត្វបានសពគ្រប់ហើយក៏ត្រឡប់មកឯកន្លែងដើមតាមសន្យាលុបមកដល់ឃើញកញ្កក់អង្គុយចាំច្រពុកពុកក៏សួរថាយើបងម៉ាំងកាយេមកដល់ហើយហ៎កញ្កក់តបថាយើងមកចាំឯងយូរណាស់ហើយមើលបងខ្លាឯងបានប្រមាណមុខបងឯងរើចេញមកមើលយើងនឹងកត់ត្រាខ្លារើសសាច់នានាជាច្រើនមុខប្រាប់កញ្កក់រើសចេញអស់ទើបប្រាប់ថាអស់តែប៉ុណ្ណេះហើយកញ្កក់ក៏រើសចំណែករបស់ខ្លួនវិញឲ្យថ្លាមើលម្ដងទី1រើសបញ្ចេញធ្ជួងមកមុនខ្លាសួរថាសត្វអីបងគង្គក់ថានឹងគេហៅថាគះរមួយខ្លាស្ដាប់មិនបានអង្វរថាកុំនិយាយបាលីបាគូបង
សូមប្រាប់ជាសម្រាយមកចុះគីងគួកប្រាប់ថានេះកុយរមាសខ្លាក៏កោតថាយើ ខំដល់ទៅរមាសថងទី2រើសឆ្អិនត្រីស្លាតចេញមកទៀតខ្លាសួរថាសត្វអីសស្គូសដូចនេះបងគីងគួកប្រាប់ថាផ្លាដំរីសុកខ្លាថាអាណិតទៅកុំនិយាយបល័យបាគូអីគីងគួកថានឹងគេហៅថាភ្លុកដំរីសខ្លារឹតតែកោតថាអាយ៉ាលេងដល់ភ្លុកដំរីសទៀតផងចុះអស់ប៉ុណ្ណិនហើយឬនៅទៀតបងគីងគួកថាយើអស់ប៉ុណ្ណិនញាក់ម៉ែនៅច្រើនមុខណាស់បងឯងចាំតែរាប់ចុះទី3រើសទម្លាក់គ្រាប់អង្ក្រេមអង្ក្រមចេញមកខ្លាសួរថាសត្វអីក្រហមផងខ្មៅផងដូច្នេះគីងគួកតបថាផ្នាអាក្លេកខ្លាថាសូមនិយាយជាសម្រាយទៅវិញមើលគីងគួកតបថានឹងហើយគេហៅថាភ្នែកអាខ្លាឯងខ្លាឮថាភ្នែករបស់ខ្លួនក៏ស្ទុះរត់ភ្លាមមិនហ៊ាននឿនគីងគួកស្រែកថាឈប់សិនឯងទៅណាចាំអញយកភ្នែកឯងស៊ីសិនខ្លារឹតភ័យខ្លាំងឡើងទៀតចេកតែរត់ទៅគីងគួកខំដេញតាមពីក្រោយលក់ឆ្ងាយបន្តិចទៅស្រាប់តែប្រទះនឹងអណ្ដើកសួរថាបងម៉ាំងកាយេរត់ទៅណាគីងគួកថាបងជាបុរិលខ្ញុំដេញតាមខ្លាវារត់ទៅមិញបងប្រទះដែរឬអីអណ្ដើកថាឃើញវារត់ទៅហើយបើដូច្នេះខ្ញុំជួយតាមគីងគួកនិងអណ្ដើកក៏នាំគ្នាតាមដើរបន្តិចទៅឃើញខ្លាសំងំពួនលើកំពូលរស័យអណ្ដើកឃើញស្រែកប្រាប់ទៅគីងគួកថាវានៅញីទេគីងគួកថាបងឯងចាំនៅត្រង់ទីនេះចុះខ្ញុំនឹងឡើងទៅចាប់វាគីងគួកខំឡើងតាមវល់នឹងមែកឈើទៅបានពាក់កណ្ដាលកំពូលរស័យស្រាប់តែរបូតដៃធ្លាក់មកដីឮសូរប្រោកអណ្ដាកថាបងគីងគួកថាខ្ញុំចុះមកបោចវល់យកទៅចងវាតាមដងខ្លាឮដូច្នោះស្ទុះលោតចុះរត់ទៅទៀតទៅឃើញដើមឈើមួយដើមធំក៏ត្រេកអរខំឡានទៅនៅសំងុំមិនអោយសត្វទាំងពីរដឹងឯគីងគួកនិងអណ្ដើកខំតាមដានទៅបាត់ដានត្រង់ដើមឈើនោះមើលលើឃើញឯខ្លាពួនក្រាបនៅលើមែកឈើក្រមៀមទើបស្រែកប្រាប់គ្នាថាគាត់យើងវានៅនេះទេគីងគួកប្រាប់ថាបងជាបុរិលឯងចាំនៅកូននេះចុះខ្ញុំនឹងឡើងទៅចាប់វាឯលើគីងគួកខំប្រវេប្រវាឡើងទៅជិតប្រកាបមែកឈើស្រាប់តែសម្បកឈើរបេះធ្លាក់ចុះមកដោយទាំងខ្លួនវាមកដល់ដីអណ្ដាឃើញសួរថាម្ដេចដូច្នេះគីងគួកថាយើងគិតរលំឈើនេះវិញឲ្យរលំមកនឹងចាប់អណ្ដើកបោទង្គិចគោឈើនោះឮសូរពករួចគីងគួកធัวបញ្ចេញសម្លេងឮតែក្រាត់ហើយស្រែកបន្តទៀតថាហារលំឈើហើយខ្លាឮថាវារលំទទួលក្រឡេកមើលទៅលើឃើញពពករសាត់លឿនស្លៅស្មានថារលំមែនក៏ស្ទុះរត់ចុះទៅទៀតសត្វទាំងពីរចេះតែដេញតាមទៅឯខ្លារត់កាន់តែឆ្ងាយបានប្រទះនឹងតាចាស់ម្នាក់ធ្វើជាងដែកខ្លាចូលទៅសំពះតាចាស់នោះថាសូមឲ្យជួយយកអាយុខ្ញុំផងត្បិតគីងគួកនិងអណ្ដើកវាដេញចាប់ខ្ញុំនឹងប្រហារជីវិតតាចាស់តបទៅនឹងខ្លាថានៅចុះសឹមអញជួយឯងឲ្យរួចពីស្លាប់កុំឲ្យអាគីងគួកអណ្ដើកធ្វើអីបានយូរបន្តិចខឿងអណ្ដើកទៅដល់មុនខ្លាប្រាប់តាចាស់ថាអ៊ុញណាស់មកទៀតហើយតាចាស់ថាមិនអីទេបើខ្លាចណាស់ត្រូវខំសពខ្លាំងទៅខ្លារត់តែសពខ្លាំងឡើងតាចាស់ចាប់អណ្ដើកនោះបានយកទ្រព្យគូតអង្គុយហើយថាជាហើយចាំតែភឿដែករួចសឹមស្ងោបន្តិចឃើញគីងគួកទៅដៅទៀតខ្លាថាអានឹងហើយវាប្រាថ្នាតែភ្នែកខ្ញុំទេតាចាស់ប្រាប់ថាបើឯងខ្លាចណាស់ត្រូវយកខ្សែចងស្នប់ផ្ទាប់នឹងចង្កេះខ្លាធ្វើតាមឯតាចាស់នោះគាត់ស្លៀកខោជើងធំពេកអង្គុយលើអណ្ដោកកំពុងតែពើតរូសកោសកំបិតភ្លេចគិតឯប្រដាប់របស់ខ្លួនខាងក្រោមធ្លាក់ស្តោកនៅកណ្ដាលវាលគីងគួកក្រឡេកឃើញប្រាប់ទៅអណ្ដាកថាបងជាបុរិលឯងមើលខាងក្រោម
អណ្ដាក្រឡេកទៅឃើញប្រដាប់តាចាស់នោះទាំងអស់ក៏មានចិត្តអបរួចហើយអើតក្បាលចូលទៅក្នុងជើងខោកម្មក្រឹបដោយចង្គំដាច់ត្រឹមគល់ទៅទាំងអស់តាចាស់ដួលបះជើងច្រងគីង្គក់ស្រែកថាទៅកូនយើងដួលមួយហើយខ្លាឃើញតាចាស់ដួលក៏ស្ទុះរត់ទៅដោយទាំងស្នប់នោះផងគីង្គក់ដេញតាមទៅដល់ជិតមាត់ស្ទឹងមួយមានទឹកជ្រៅគីង្គក់ស្រែកឲ្យអណ្ដាកថាបងប្រយ័ត្នខំស្តាក់កុំឲ្យវាលោតទឹកក្រែងបាត់ដានខ្លាលឺដូច្នោះក៏លោតទៅក្នុងទឹកចូលក្នុងស្នប់ទឹកហូរខ្លាំងក៏នាំខ្លាលេចស្លាប់ទៅ